នៅពេលដែលយើងនិយាយអំពីប្រវត្តិសាស្ត្រខ្មែរមនុស្សភាគច្រើនតែងតែនឹកឃើញដល់ភាពរុងរឿងនៃសម័យអង្គរប្រាសាទថ្មដ៏អស្ចារ្យនិងអាណាចក្រដ៏ខ្លាំងពូកែប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាមុនពេលមានពន្លឺអរិយធម៌ទាំងនេះតើមានអ្វីកើតឡើងនៅលើទឹកដីដ៏កំសត់មួយនេះថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរថយក្រោយកាលវេលារាប់ពាន់រាប់ម៉ឺនឆ្នាំទៅកាន់សម័យបុរេប្រវត្តិដែលជាយុគសម័យដ៏អាថ៌កំបាំងនិងជាគ្រឹះដំបូងបង្អស់នៃពូជសាសន៍ខ្មែរតាមរយៈការធ្វើកំណាយបុរាណវិទ្យាយើងបានដឹងថាមនុស្សដំបូងបានមករស់នៅលើទឹកដីកម្ពុជាតាំងពីយុគសម័យថ្មបំបែកមកម្លេះពោលគឺប្រហែលជាជាង 70000 ឆ្នាំមុនស្ថានីយ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយគឺឡាំងស្ពាននៅក្នុងខេត្តបាត់ដំបងនៅសម័យនោះមនុស្សបុរាណមិនទាន់ស្គាល់ការធ្វើផ្ទះឬធ្វើស្រែចម្ការនៅឡើយទេពួកគេរស់នៅក្នុងរូងភ្នំបេះបោរផ្លែឈើនិងបរបាញ់សត្វដោយប្រើឧបករណ៍ធ្វើពីថ្មដាប់ផ្សេងៗជីវិតរបស់ពួកគេពឹងផ្អែកលើធម្មជាតិទាំងស្រុងប៉ុន្តែវាក៏ជាចំណុចចាប់ផ្ដើមនៃការវិវត្តន៍ដ៏គួរឲ្យកោតសរសើរផងដែរ4000 ឆ្នាំមុនគ្រិស្តសករាជទឹកដីកម្ពុជាបានឈានចូលដល់យុគថ្មរំលីងនេះជាសម័យកាលនៃបដិវត្តន៍កសិកម្មមនុស្សលែងរស់នៅក្នុងរូងភ្នំទៀតហើយពួកគេបានចុះមកតាំងទីលំនៅនៅតំបន់វាលទំនាបជិតប្រភពទឹកនិងចាប់ផ្ដើមចេះដាំដុះស្រូវក៏ដូចជាចិញ្ចឹមសត្វដូចជាជ្រូកគោនិងឆ្កែអ្វីដែលធ្វើឲ្យពិភពលោកកោតសរសើរនោះគឺការរកឃើញសំណង់ដីរង្វង់ឬបន្ទាយគូរាប់សិបកន្លែងនៅតំបន់ដីក្រហមខេត្តត្បូងឃ្មុំនិងកំពង់ចាមវាជាភូមិឋានបុរាណដែលមានការជីកគូទឹកនិងលើកដីជាទំនប់រង្វង់មូលជុំវិញដើម្បីការពារសត្វសាហាវនិងសត្រូវស្របពេលជាមួយគ្នានេះវិស័យកុលាលភាជន៍បានរីកចម្រើនយ៉ាងខ្លាំងពួកគេចេះធ្វើឆ្នាំងដីទ្រនាប់ជើងពានដែលមានរចនាបថលម្អយ៉ាងផ្ចិតផ្ចង់ដែលបង្ហាញពីការចាប់ផ្ដើមនៃគំនិតសិល្បៈរបបកំហើញដ៏អស្ចារ្យបំផុតបានឈានមកដល់នៅពេលដែលទឹកដីនេះស្គាល់នៅយុគលោហៈរួមមានយុគសំរិទ្ធនិងយុគដែកកាលពីប្រហែល 3000 ឆ្នាំមុនមនុស្សបានចេះស្លលោហៈធាតុដើម្បីធ្វើជាអាវុធឧបករណ៍កសិកម្មនិងគ្រឿងអលង្ការលម្អកាយយ៉ាងប្រណីតតាមរយៈកំណាយសាកសពបុរាណនៅស្ថានីយ៍ភូមិស្នាយនិងសំរោងសែនយើងឃើញថាសាកសពខ្លះមានកប់ជាមួយនៅគ្រឿងមាសគ្រឿងសំរិទ្ធនិងអាវុធជាច្រើនចំណែកសាកសពខ្លះទៀតមិនសូវមាននោះទេនេះសញ្ជាក់ថាសង្គមខ្មែរនៅសម័យបុរេប្រវត្តិចាប់ផ្ដើមមានការបែងចែកវណ្ណៈអ្នកមានអ្នកក្រនិងសហគមន៍ដឹកនាំច្បាស់លាស់ទៅហើយក្រៅពីការរីកចម្រើនខាងសម្ភារៈមនុស្សបុរេប្រវត្តិកម្ពុជាក៏មានប្រព័ន្ធជំនឿដ៏រឹងមាំផងដែរពួកគេជឿលើអានីមីសនិយម Animism ពោលគឺជឿថាគ្រប់យ៉ាងក្នុងធម្មជាតិសុទ្ធតែមានព្រលឹងថែរក្សាដូចជាភ្នំទន្លេនិងដើមឈើធំៗដែលនេះជាប្រភពដើមនៃជំនឿអ្នកតាក្នុងសង្គមខ្មែររហូតមកដល់សព្វថ្ងៃលើសពីនេះពិធីបុណ្យសពរបស់ពួកគេត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតការកប់វត្ថុមានតម្លៃទៅជាមួយសាកសពបញ្ជាក់ថាពួកគេជឿលើជីវិតក្រោយសេចក្តីស្លាប់ពួកគេមិនមែនគ្រាន់តែរស់ដើម្បីតែរស់នោះទេប៉ុន្តែពួកគេមានការគិតស៊ីជម្រៅអំពីសកលលោកនិងដួងព្រលឹងរួបរួចទៅហើយសម័យបុរេប្រវត្តិកម្ពុជាដែលអូសបន្លាយពេលរាប់ម៉ឺនឆ្នាំមិនមែនជាសម័យកាលដ៏ងងឹតសូន្យឈឹងនោះឡើយវាគឺជាយុគសម័យនៃការតស៊ូដ៏អង់អាចការច្នៃប្រឌិតដ៏អស្ចារ្យនិងជាគ្រឹះស្ថានដ៏រឹងមាំបំផុតអរិយធម៌ខ្មែរមិនមែនជាអរិយធម៌ដែលចម្លងទាំងស្រុងពីបរទេសនោះទេប៉ុន្តែវាមានឫសគល់ដុះចេញពីដីខ្មែរឆ្លងកាត់ញើសឈាមនិងប្រាជ្ញារបស់បុព្វបុរសយើងតាំងពីម៉ឺនឆ្នាំមុនចូលរួមស្វែងយល់ថែរក្សានិងមានមោទនភាពចំពោះប្រវត្តិសាស្ត្រដ៏យូរលង់របស់យើងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូឯកសារមួយនេះប្រសិនបើអ្នកស្រឡាញ់ប្រវត្តិសាស្ត្រខ្មែរសូមចុច Like Share និង Subscribe Channel របស់យើងដើម្បីទទួលបានវីដេអូបន្ទាប់សូមជម្រាបលា